chụp đo số buồn ơi châu lắm có mai không ở quê ôi bạn đồ đấy mặc thuồngเลยô mà ôi mặt bằng tầm mốc yeah ôi thông vào môi bông bố nào đi thông vào bỏวันนั้นnày này yeah mặt bằng tầm mốc បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺមកស្ទូចត្រីនៅបឹងតមោកបងប្អូនបាទហើយគឺថាត្រីប្រាឡើងច្រើនមែនតើអត់ដឹងថាត្រីប្រានឹងមកពីខាងណាខាងណីទេបងប្អូនអើយបាទគឺថាអ្នកទៅស្ទូចផ្អើលស្ទូចច្រើនមែនតើហើយថ្ងៃនេះក៏បានទៅសាកដែរសាកលុយថ្មីផងហើយនឹងសាកទីតាំងឲ្យបងប្អូនមើលផងបាទទីតាំងនេះគឺមានឈ្មោះថាបឹងតមោកចាស់បាទគឺជាទីតាំងដែលខ្ញុំធ្លាប់ស្ទូចកាលពីលើកមុនជាច្រើនដងហើយបងប្អូនទីតាំងនេះគឺយើងអាចចេញចូលដល់សេរីដែលមិនមានការហាមឃាត់ទេបងប្អូនដែលបងប្អូនអាចមកលេងបានបាទហើយត្រីស៊ីឬអត់បាទទៅពឹងទៅលើបច្ចេកទេសក៏ដូចជាសំណាងទេបងប្អូនបាទឥឡូវមុននឹងចូលទៅស្ទូចបងប្អូនមើលសិនបាទទីតាំងនេះគឺបងប្អូនអាចជិះពីខាងក្រោយផ្សារព្រៃភ្នៅមកដល់កន្លែងចាក់ខ្សាច់បងប្អូនបាទផុតកាលមុនមានភូមិគេតែលើភូមិហ្នឹងគេផុតអស់ហើយបាទអញ្ចឹងយើងអាចមកស្ទូចទីតាំងនេះគឺជិះឡានក៏បានជិះម៉ូតូក៏មកដល់ដែរបងប្អូនបាទគឺយើងចូលមកស្ទូចបានដោយសេរីហើយទីតាំងនេះគឺទលំទលាយមែនតើគឺថាមកប្រហែលអ្នកក៏ស្ទូចបានដែរបងប្អូនបាទហើយបើត្រីនិយាយវាថាស្ទូចបានប្រហែលស្ទូចទៅបាទយកទៅអត់មានគិតលុយគិតអីទេណាបងប្អូនបាទថ្ងៃនេះក៏ខ្ញុំបានមកសាជាមួយនៅប្រភេទចិនអីថ្មីដែលខ្ញុំមានភាសាបាទ PK គឺសម្រាប់កៅហៅត្រីឲ្យនៅបាទនុយថៃស្កាបាទនឹងក្លិនទីលាបយ៉ាបាទសខៀវនេះគឺម៉ូតថ្មីបាទនេះគឺតាក់ទាញត្រីខ្លាំងមែនតើនឹងថែមជាមួយនឹងម្សៅស្ករទាញបាទដោយសារតែយើងលេងស្ទូចវត្តបងប្អូនបាទហើយថ្ងៃនេះគឺខ្ញុំសាកចិនអីថ្មីនេះគឺពណ៌ខៀវគឺក្លិនឆ្អាបបងប្អូនបាទតាក់ទាញទៅប្រភេទត្រីទីលាបយ៉ាត្រីប្រាឬមួយក៏ប្រភេទត្រីដែលវាស៊ីក្លិនរៀងឈួលរៀងឆ្អាបបាទហើយយើងបន្ថែមជាមួយកញ្ចប់ក្រហមបាទនិយាយទៅយើងដាក់ពណ៌ខៀវនឹងរៀងច្រើនជាងគេបងប្អូនបើសិនជាបងប្អូនចង់ស្ទូចត្រីទីលាបយ៉ាឬមួយក៏ត្រីប្រាដាក់ពណ៌រៀងខៀវនឹងច្រើនជាងគេហើយចំណុះកញ្ចប់វាច្រើនណាស់បងប្អូនបានរហូតដល់400ក្រាមនិង450ក្រាមបាទចឹងបងប្អូនដូចមើលនៅក្នុងវីដេអូចឹងបាទគឺយើងអាចដាក់ចំណុះតាមខ្ញុំចឹងមកបាទបើចង់ស្អិតគឺបងប្អូនដាក់ស្ករទាញឲ្យច្រើនបើសិនជាបងប្អូនចង់ឲ្យវាស្អិតល្មមហើយយើងដាក់ទៅឲ្យនុយហូរចុះយើងដាក់ស្ករទាញតិចបានហើយបាទអញ្ចឹងយើងច្បល់វាចូលគ្នាបន្ទាប់ពីច្បល់ចូលគ្នាហើយបងប្អូនអាចបន្ថែមទឹកបាទអញ្ចឹងក្នុងការបន្ថែមទឹកគឺងាយស្រួលទេបងប្អូនបាទបើសិនជាបងប្អូនចង់បេះបិទដាក់ទឹកតិចបានហើយបងប្អូនបាទបេះបិទតែបើសិនជាបងប្អូនចង់លេងអូសដាក់ទឹកឲ្យច្រើនប៉ុន្តែនេះអត់តន់ទេបងប្អូនបាទយើងថែមទឹកឲ្យច្រើនជាងនឹងទៀតឲ្យវាជាប់ទឹកហ្មងបងប្អូនបាទហើយទុកវាប្រហែលជា5នាទីទៅគឺយើងអាចអូសមកដុំស្អាតទេបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងលាយជាមួយនឹងម្សៅស្ករទាញម្សៅយើងនៅមានជាតិសរសៃបែបនេះបងប្អូនបាទគឺវាងាយជ្រុះចេញពីផ្លែរបស់យើងទេបាទអញ្ចឹងរបៀបលេងគឺអត់ពិបាកទេបងប្អូនបាទយើងគ្រាន់តែដាក់នុយពីក្រោមយើងអូសមកវានឹងជាប់ដុំជាមួយនឹងផ្លែរបស់យើងបន្តមកទៀតគឺយើងអាចទៅជាមួយម្សៅហុយខ្លះបាទដើម្បីឲ្យពេលដែលយើងបោះទៅគឺវាបែកក្លិនមកខ្លាំងគឺត្រីវាងាយនឹងមើលឃើញបងប្អូនបាទចឹងដងថ្ងៃនេះគឺខ្ញុំលេងដងវែងបាទគឺបងប្អូនខ្ញុំrecommendលេងដងចន្លោះពី6ម៉ែត្រជាងទៅ7ម៉ែត្រជាងឬមួយក៏ខ្លីបំផុតទៅ5ម៉ែត្រជាងទៅបងប្អូនបាទបន្ទាប់ពីយើងឡើងស្ទូចវត្តហើយគឺយើងបន្ថែមចកោមបងប្អូនបាទនេះគឺសម្រាប់លេងត្រីប្រាយើងទុកចោលបាទអញ្ចឹងទៅបងប្អូនគួរតែលេងដងវត្តផងដងគប់ផងបងប្អូនបាទគឺលេងពីរមុខអញ្ចឹងទៅបាទអាចដាក់មួយដើមមួយពីរដើមចោលអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើងតឡើងហើយគឺបងប្អូនអាចនេះយើងដាក់ដល់បាត់ដីបាទដាក់គេហៅផ្លែតាពាំងបាយជូរបាទខ្ញុំហៅតាមម៉ួយដែរបាទបន្តពីតារៀបហើយបងប្អូនបាទគឺចាប់ផ្ដើមចូលមួយហើយបាទនេះគឺត្រីប្រាទី1បាទត្រីប្រានេះស៊ីស្រាលមែនតើបងប្អូនបាទគឺគ្រាន់តែបោះនុយហើយគឺវាហើបប៉ោលតិចបាទសម្រាប់ការលេងគឺដាក់ដល់ដីបងប្អូនបាទគឺដាក់សណឲ្យធ្ងន់ទៅដោយសារតែខូចតិចចឹងយើងដាក់នុយឲ្យធ្ងន់ហើយព្យាយាមបិទនុយឲ្យធំបងប្អូនបាទសម្រាប់ការមកលេងបាទគឺទី1គឺយើងមាននុយល្អទី2សម្ភារៈយើងមានគ្រប់គ្រាន់មានតាំងពីដងនិងកត្រងសម្រាប់ដងត្រីបាទមកលេងកុំភ្លេចកត្រងបងប្អូនបាទលេងត្រីធំនេះបើសិនជាអត់កត្រងគឺចាប់បោះវាហើយបាទគឺមានកត្រងយើងងាយស្រួលដួសបងប្អូនបាទអញ្ចឹងបន្តពីបានត្រីមួយហើយក៏ចាប់ផ្ដើមដងគប់របស់យើងចូលមួយដែរបងប្អូនបាទនេះគឺចូលហើយបាទគឺត្រីប្រា yes បាទអញ្ចឹងវីដេអូនេះរៀងវែងបងប្អូនបាទអញ្ចឹងខ្ញុំចេញភាគទី1ជូនបងប្អូនមើលកំសាន្តសិនហើយទី2ខ្ញុំនឹងលម្អិតរបៀបលាយនុយចកោមសម្រាប់យើងលេងត្រីប្រាបងប្អូនបាទលេងស្ទូចគប់ហ្នឹងខ្ញុំនឹងបន្ថែមវីដេអូទី2នៅថ្ងៃបន្ទាប់នៅពេលដែលខ្ញុំតានេះខ្ញុំកាត់ជូនបងប្អូនបន្ថែមទៀតបងប្អូនវីដេអូគឺវាមានវែងហើយច្រើនបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនបាទចូលចិត្តមើលវីដេអូស្ទូចត្រីកុំភ្លេច follow page ម្នាក់មួយផងបាទហើយនឹងបងប្អូនចិត្តស្ទូចត្រីកុំភ្លេចបាទចូលក្នុងក្រុម Telegram ដោយសារតែមានកន្លែងស្ទូចត្រីគឺខ្ញុំពីច្រើនខ្ញុំដាក់ចូលក្នុង link Telegram មុនគេបាទអញ្ចឹងបងប្អូនចូលទៅមើលក្នុងក្រុម Telegram គឺតែងតែឃើញខ្ញុំទម្លាក់ប្លង់ស្ទូចត្រីជូនបងប្អូនរហូតបាទអញ្ចឹងគឺវីដេអូគឺមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូទី1អញ្ចឹងបងប្អូនបាទ
កុំភ្លេចតាមដានវីដេអូទី2បាននៅថ្ងៃបន្ទាប់បាទជួបជូនពរសំណាងល្អបាទជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនបាទចូលហើយបាទនេះគឺត្រីដងគប់បាទចឹងថ្ងៃមុនគឺខ្ញុំលេងបានដងវត្តបានត្រីប្រាស់3និងដងគប់គឺលេងបានចំនួន2បងប្អូនបាទនេះបងប្អូនបាទគឺចូលដងគប់ដែលយើងលេងផ្លែតាពាំងបញ្ជូមិញណាបងប្អូននេះបាទចឹងបាទវីដេអូមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ